គឺខ្ញុំបានធ្វើរួចហើយក្នុងដំណើរនៃការធ្វើ mission មួយនេះខ្ញុំក៏បានសម្លាប់មនុស្សស្លូតត្រង់ម្នាក់ព្រមទាំងបានយកអាពាងដែលមិនដឹងអីមកចូលរួមជាមួយផងដែរដែលការយកអាពាងមកបែបនេះបើសិនជាវាមានរឿងអ្វីកើតឡើងអាណាចក្រហនុមានទាំងមូលនឹងធ្លាក់ដុនដាបជាខ្លាំងពីព្រោះអាណាចក្រមួយនេះគឺពឹងផ្អែកទំនុកតែមួយតែប៉ុណ្ណោះគឺការដួលបាយធំរបស់អាពាងហើយចំពោះការស្លាប់របស់លោកតា Fox ខ្ញុំមិនទាន់ធ្វើចិត្តបាននោះទេខ្ញុំគ្រាន់តែធ្វើជារឹងមាំដើម្បីកុំឲ្យអាមេតាវាមានអារម្មណ៍ថាពួកយើងទន់ខ្សោយទាំងពីរនាក់ហើយដើម្បីបំពេញបេសកកម្មមួយនេះឲ្យជោគជ័យយើងទាំងពីរនាក់ត្រូវតែខ្លាំងគឺត្រូវតែមានម្នាក់យឹតយោម្នាក់ទៀតដោយសារតែបេសកកម្មរបស់យើងត្រូវបានបញ្ចប់ដូចនេះហើយនេះជាពេលវេលាដែលសមស្របបំផុតសម្រាប់ខ្ញុំធ្វើការសងសឹកឲ្យលោកតា Foxបកិច្ចដែលខ្ញុំ